ហើយខ្ញុំក៏សូមអរគុណជាពិសេសជូនប្រជាពលរដ្ឋរបស់យើងការទាំងអស់នេះมันអាចទៅបានទេបើសិនជាប្រជាពលរដ្ឋយើងមិនចូលរួមបើសិនជាយុវជនយើងតិចវាយគ្នាពេញបរិហារចេះគោរពគ្នាខ្ញុំឃើញបងប្អូនខ្ញុំទៅជាវិបទៅនេះគេសុំគេមុននឹងប៉ាតគេសុំកន្លែងខ្លះបាញ់ទឹកគេសួរលេងអត់បើអត់លេងគេឲ្យទៅនេះជាការគោរពយោគយល់គ្នាហើយជាការអបអរសាទរនេះហើយគឺប្រជាពលរដ្ឋយើងចូលរួមទូទាំងប្រទេសនេះហើយគឺជាអ្វីដែលយើងចង់បានមនុស្សរាប់សែននាក់មនុស្សរាប់ម៉ឺននាក់រុញចូលមកកន្លែងដែលគៀកគ្នាបំផុតតែមានបញ្ហាគឺពិបាកប៉ុន្តែនេះហើយគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរពីមួយឆ្នាំទៅមួយឆ្នាំបានបង្ហាញនៅភាពចាស់ទុំទោះបីជាយុវជនរបស់យើងស្រឡាញ់គ្នារាប់អានគ្នាមិនប្រកាន់ឬអើងមិនថាសាសនាណាសាសនាណាទេមិនថាភ្ញៀវជាតិអន្តរជាតិទេយើងគោរពស្រឡាញ់បាទកន្លែងខ្លះឃើញវាយដោយទៅភ្ញៀវអន្តរជាតិទៀតនោះបាទហើយភ្ញៀវអន្តរជាតិកន្លែងខ្លះក៏គាត់ចងេងចងាងស្រវឹងវាយគ្នាទៅតែនៅកម្ពុជាអត់មានទេមានតែឃើញបងប្អូននោះបងប្អូនមួយដូច business advisor ហើយនឹង page ផ្សេងគេទៅសម្ភាសប្រជាពលរដ្ឋទេសចរដែលមកមិនទៅសบายអត់គេថាសบายណាស់គេមិនដែលមកស្រុកខ្មែរគេមិននឹកស្មានស្រុកខ្មែរសบายប៉ុណ្ណេះជួបអ្នកខ្លះគេធ្លាប់ទៅលឺតែស្រុកខ្មែរសង្គ្រាមដល់ចុះមកឃើញថាប្រទេសយើងអភិវឌ្ឍនេះហើយជាការល្អហើយទាំងភ្ញៀវអន្តរជាតិទេសចរបរទេសទាំងបរទេសដែលរស់នៅស្រុកខ្មែរសូមអរគុណណាស់ដែលបានជួយផ្សព្វផ្សាយល្អបូកជាមួយនឹងប្រជាពលរដ្ឋយើងយុវជនយើង influencer របស់យើងផ្សព្វផ្សាយអំពីផលវិជ្ជមាននិងអ្វីដែលវិជ្ជមាននៅក្នុងពេលបន់ឆ្នាំថ្មីនេះគឺទូទាំងប្រទេសតែម្ដងខ្ញុំសូមអរគុណដែរទាំងអស់នេះហើយដែលខ្ញុំថាជាការបង្កើតនៅស្មារតីស្នេហាជាតិតាមរយៈការរួមសាមគ្គីគ្នាគោរពគ្នាស្រឡាញ់គ្នាដើម្បីលើកស្ទួយវប្បធម៌